ខ្ញុំតែងតែលើកពាក្យមួយថាចន្ទទីឲ្យផលយើងឬក៏លូតលាស់មួយឆ្នាំពេញ365ថ្ងៃវាទៅការ CG 365ថ្ងៃមិនមែនចន្ទទីលូតលាស់365ថ្ងៃយើងមក CG តែមួយខែឬក៏2ខែទេបាទ365ថ្ងៃវាស្មើនឹង2ដល់10ខែនៃឆ្នាំរបស់សកលណាបាទ12ខែមានមួយឆ្នាំអញ្ចឹងវាគិតជាថ្ងៃគឺ365ថ្ងៃអញ្ចឹងកន្លែងនេះដែលខ្ញុំចង់កត់សម្គាល់ទៅឲ្យពុកម៉ែបងប្អូនថាអញ្ចឹងធ្វើយ៉ាងណាឲ្យដីឬក៏ឲ្យជីនៅក្នុងចំការរបស់ពុកម៉ែបងប្អូននោះគឺមានជីរហូតបាទអញ្ចឹងដើម្បីឲ្យដីនៅក្នុងមានជីរហូតហ្នឹងតើយើងត្រូវធ្វើមិនហើយដំណាំចន្ទទីដែលគាត់បានផលដែលរើសរាល់ថ្ងៃដែលកំពុងតែទទួលនៅតម្លៃដ៏ល្អមួយដែល5,900 ជាងឡើងជាបន្តហ្នឹងណាបាទអញ្ចឹងវាមានប្រមាណ%ដែលគាត់បានរើសតិចតួចណាស់ដែលគាត់ធ្វើចន្ទទីvàគាត់ឲ្យមានផ្កាយផ្កាហ្នឹងគឺនៅក្នុងខែ11អញ្ចឹងពួកដែលផ្លែផ្កាក្នុងខែ11ហ្នឹងដែលបានរើសរាល់ថ្ងៃនេះបាទតែផ្ទុយទៅវិញភាគរយជាច្រើនដែលគាត់មកផ្កានៅក្នុងខែ1ខែ2បាទអញ្ចឹងខែ1ខែ2នៅកំពុងតែហៅថាវិលវក់ជាមួយនឹងធម្មជាតិដែលមិនដឹងថាកាន់ឬក៏មិនកាន់នៅឡើយទេអ្នកខ្លះហ្នឹងក៏ក្រៀមស្វិតទៅវិញរុះរោយទៅវិញជាច្រើនអញ្ចឹងកន្លែងនេះដែលខ្ញុំចង់លើកយកនៃចំណុចសំខាន់មួយដែលយើងតាក់ទងទៅនឹងអត្ថប្រយោជន៍របស់ម្សៅកវ៉ាបាទហើយនឹងអត្ថប្រយោជន៍របស់ជីធម្មជាតិបាទអញ្ចឹងអត្ថប្រយោជន៍របស់ម្សៅកវ៉ានេះបាទដូចជាលោកអគ្គនាយកបាទលោកយុនសុផាតបាទលោកជាឯកទេសក្នុងការប្រមូលកាកសំណល់ដែលផលិតចេញជាជីរោងចក្រហ៊ុយយន្តរាល់ថ្ងៃបាទជាចំណេះជំនាញហើយលោកបានចែករំលែកច្រើនបាទតាក់ទងទៅនឹងថ្ងៃមុនគឺចែករំលែកនៅក្នុងដីក្នុងចង្ការកស៊ូបាទគេហៅថាធ្វើកម្ប៉ុសនៅក្នុងចង្ការកស៊ូទាញយកវត្ថុធាតុដែលនៅក្នុងចង្ការកស៊ូហ្នឹងឲ្យវាคล้ายទៅជាកម្ប៉ុសជីបាទដើម្បីចំណេញទៅដល់កស៊ូហ្នឹងលុបក្នុងការលូតលាស់ទាញយកអាហារពីក្នុងដីទៅហ្នឹងទៅលើចិញ្ចឹមនៃដើមដងកស៊ូអញ្ចឹងវាអត់ខុសពីជាមួយនឹងម្សៅកវ៉ាដែលយើងត្រូវប្រើដើម្បីកាច់បំបាក់កាកសំណល់នៅក្នុងដីចំការចន្ទទីហ្នឹងឲ្យคล้ายទៅជាជីបាទជីដូចគ្នាអញ្ចឹងនេះគឺជាចំណុចដ៏សំខាន់មួយដែលយើងនិយាយអំពីការកែច្នៃបាទវត្ថុធាតុដែលคล้ายទៅជាជីកំប៉ុស្តបាទអញ្ចឹងវត្ថុធាតុជាច្រើននៅក្នុងដីចំការរបស់យើងបាទវាមានស្លឹកចន្ទទីខ្លួនឯងវាមានបាទដើមដងនៃរុក្ខជាតិឬក៏កាកសំណល់ផ្សេងស្មើទៅមិនថាលាមកអាចសัตว์ដែលវាជុះវារស់នៅលើដើមដងចន្ទទីយើងវាជុះមកឬក៏ពួកផ្លែចន្ទទីអីផ្សេងដែលវាជ្រុះមកនៅក្នុងដីរបស់យើងហ្នឹងវាសុទ្ធសឹងតែជាកាកសំណល់ដែលអាចកាច់ទៅជាកម្ប៉ុស្តជីបានបាទគ្រាន់តែយើងប្រើម្សៅកវ៉ាមួយវត្ថុមួយដែលដើម្បីទៅកាច់ឲ្យវត្ថុធាតុទាំងឡាយដែលមាននៃធម្មជាតិស្រាប់នៅក្នុងចំការនេះឲ្យคล้ายទៅជាកម្ប៉ុស្តជីធ្វើឲ្យចន្ទទីរបស់យើងនឹងគឺបាន CG ពេញមួយឆ្នាំដោយសារដីរបស់យើងគឺសុទ្ធសឹងតែជាជីបាទហើយអ្វីដែលចង់ចែករំលែកឲ្យពុកម៉ែបងប្អូនយកម្សៅកវ៉ាដែលជាអត្ថប្រយោជន៍ទៅកាច់កម្ប៉ុស្តជីយើងប្រើឲ្យចំពេលគឺកាច់តាំងតែពីរដូវកាលធ្លាក់ភ្លៀងបាទអញ្ចឹងរដូវកាលធ្លាក់ភ្លៀងប្រមូលផលឬក៏ក្រោយប្រមូលផលហ្នឹងឬក៏ក្នុងខែ5ខែ6ហ្នឹងគឺយើងត្រូវតែសម្អាតឲ្យយើងបាទទី1គឺរុក្ខជាតិរបស់យើងហ្នឹងគឺវាដុះឫសថ្មីមកបាទនៅពេលដែលធ្លាក់ភ្លៀងវាដុះឫសថ្មីមកដើម្បី CG ប៉ុន្តែកត្តាចង្រៃផ្សេងមិនថាផ្សិតដែលបង្កពីកាកសំណល់មិនថាពពួកតកៅស្បៃមិនថាពពួកតុកកែដែលវារស់នៅក្នុងដីដែលជាកត្តាចង្រៃមិនថាកឌាជាដើមនេះគឺវាតែងតែបំផ្លាញប្រព័ន្ធឫសថ្មីហ្នឹងបាទរុក្ខជាតិយើងធ្លាក់ភ្លៀងគ្នាចាប់ CG ពីទឹកភ្លៀងលាស់ឫសថ្មីប៉ុន្តែកត្តាចង្រៃបានបំផ្លាញអញ្ចឹងធ្វើឲ្យចន្ទទីមិនងាយលាស់ត្រួយទេបាទមិនងាយលាស់ត្រួយពិសេសទៀតគឺវាកសិករយើងអត់បានតែហិញមេឃដើម្បីការកាប់មេឃចង្រៃចោលខ្លះវាស្រាដើមដើម្បីលាស់កំពង់ថ្មីណាអញ្ចឹងវាធ្វើឲ្យកត្តារាំងស្ទះជាច្រើនដែលធ្វើឲ្យរុក្ខជាតិរបស់យើងហ្នឹងវាអត់បានCG លាស់ត្រួយនៅពីខែ6ខែ7មកអញ្ចឹងវាអាចចេញផ្កានៅក្នុងខែ11បានដែរបាទអញ្ចឹងដើម្បីឲ្យចំណេញដើម្បីឲ្យជីនៅក្នុងដីចន្ទទីរបស់យើងអញ្ចឹងម្សៅកបោមានអត្ថប្រយោជន៍ទៅលុបបំបាត់ពងសត្វល្អិតចង្រៃដែលត្រូវត្រៀមនឹងញាស់នៅក្នុងដីចន្ទទីបំផ្លាញឬផងវាទៅជួយកាច់បំបាក់កាកសំណល់ឲ្យនៅក្នុងដីចន្ទទីរបស់យើងហ្នឹងគឺឆ្ងាយជាកម្ពុជាពិសេសគឺបណ្ដុះឬរបស់ចន្ទទីឲ្យមានភាពរឹងមាំបាទមានភាពរឹងមាំដោយវាចោះទៅលុះដី
របស់ដំណាំនៅក្នុងចំការចន្ទទីរបស់យើងហ្នឹងដីដែលរឹងក្តាំងឲ្យទៅជាដីផូធូពេលដែលមានភ្លៀងវាដឹកនាំគេហៅទឹកនឹងជ្រាបចូលបានសពដីបានល្អធ្វើឲ្យចន្ទទីរបស់យើងលូតលាស់ល្អនេះគឺអត្ថប្រយោជន៍នៃម្សៅកបោបាទបន្ទាប់មកទៀតគឺអត្ថប្រយោជន៍នៃជីធម្មជាតិបាទអញ្ចឹងជីធម្មជាតិយើងដឹងហើយថាជាពពួកជីដែលមានគេហៅថាធាតុចម្រុះបាទយើងអាចនិយាយថាជីចម្រុះធាតុឬក៏ធាតុចម្រុះឬក៏យើងអាចនិយាយបានថាធាតុជីនៅក្នុងធម្មជាតិគឺមានធាតុទាំង13បាទមិនថាម៉ាក្រូធាតុដែលជាធាតុចាំបាច់របស់ NPK បាទ NPK ឬក៏ពពួកកាល់ស្យូមម៉ាញ៉េស្យូមស្ព័នធរជាដើមហ្នឹងដែលវាមានតួនាទីសំខាន់ចម្បងដើម្បីឲ្យរុក្ខជាតិរបស់យើងលូតលាស់ត្រួយឡើងមកវិញលូតលាស់កជាអុកម៉ូនចេញជាផ្កាហើយផ្កាកចេញជាក្តាប់ជាដើមប៉ុន្តែអ្វីដែលលក្ខណៈពិសេសរបស់សរីរាង្គជីធម្មជាតិទៀតនោះគឺវាមានម៉ាក្រូធាតុនិងមីក្រូធាតុអញ្ចឹងមីក្រូធាតុដែលជាពពួកមិនថាសង្កសីមិនថាទុងដែងមិនថាម៉ូលីដេនម៉ុនកណេសវាបង្កើតឲ្យបានការពារបាទអញ្ចឹងមានន័យថាកបោវាទៅបង្កើតអាជីវៈនៅក្នុងដីនៅមានជីផងយើងប្រើជីធម្មជាតិដែលកំណត់ NPK ទៅក្នុងដីបំពេញបង្គ្រប់នៃធាតុទាំង13នៃដីផងអញ្ចឹងធ្វើឲ្យដីរបស់យើងនឹងគឺសម្បូរទៅដោយជីជាក់ស្ដែងបាទពុកម៉ែបងប្អូនដែលបានប្រើប្រាស់បាទជាមួយម្សៅកបោកសិកម្មរហូតយន្តកសិកម្មផលិតបាទឆ្នាំកន្លងមកនេះហើយជាមួយនឹងជីធម្មជាតិបាទវាពិតជាឃើញនៃដំណើរក្នុងការផលិតផលរបស់ដំណាំរបស់ពួកគាត់ហ្នឹងឃើញថាវាបានផលល្អបាទវាបានផលល្អហើយអំណោយក្នុងការធ្វើឲ្យពួកគាត់នឹងចំណេញបាទថវិកាក្នុងការចំណាយបាទដើមទុននៅក្នុងការគេហៅថាទិញពពួកថ្នាំពពួកអីទៅបាញ់ឬក៏ទៅព្យាបាលវាជាច្រើនសារអញ្ចឹងមានន័យថាវាដុះដោយភាពរឹងមាំវាលូតលាស់ដោយភាពរឹងមាំបាទអញ្ចឹងនេះគឺចំណុចសំខាន់ដែលពុកម៉ែបងប្អូននៃអត្ថប្រយោជន៍ម្សៅកបោដែលកាច់កម្ពុជាជីហើយនឹងជាមួយនឹងការប្រើប្រាស់ជីធម្មជាតិទៅក្នុងដីចំការរបស់ពុកម៉ែបងប្អូននៅក្នុងការថែទាំចន្ទទីបរិមាណក៏យើងប្រើប៉ុន្មានបាទនៅក្នុងដី 10000 ម៉ែត្រការ៉េបាទមិនថាចន្ទទីកម្រិតនៃធំធាត់យ៉ាងណាទេបើសិនយើងប្រើឲ្យវាគ្រប់បើគិតជាគុំវាអាចក្នុងថាមួយគុំយ៉ាងហោចណាស់បាន2គីឡូ2គីឡូនៅក្នុងដីមួយគុំឬក៏នៅក្នុងមហត្តា100ជាងដើមហ្នឹងយើងគិតទៅ2គីឡូបាទ10ដើមវាស្មើ20គីឡូ200 100ដើមវាស្មើ200គីឡូអញ្ចឹងវាជាង100ដើមវាអាចប្រើគេថា4ទៅ6បេនៅក្នុងដីមហាអានេះគឺយើងឲ្យវាគ្រប់សម្រាប់ម្សៅកបោយើងអត់គុណនៃចំនួនដើមនៃទេនៃស្វាយចន្ទទីទេយើងអាចនិយាយបានថាដី 10000 ម៉ែត្រការ៉េយើងប្រើអស់ត្រឹមតែ150គីឡូបាទ150គីឡូដើម្បីជាពិសេសកន្លែងប្រមូលកាកសំណល់មកយើងដាក់វាដុំឬក៏ឆ្នូតកដានៃរោងចន្ទទីអញ្ចឹងទៅតែយើងឬក៏ទាំងអាចថាផ្លែចន្ទទីស្អីកាកសំណល់ផ្សេងៗនេះយើងបាចទៅជុំវិញគល់ខ្លះយើងបាចទៅលើអាកាសសំណល់ខ្លះអញ្ចឹងអានេះគឺបរិមាណដែលយើងប្រើសមស្របហើយសមរម្យនៅក្នុងដី1ហិកតាក៏ដូចការឲ្យផលសម្រាប់ចន្ទទីបានផលល្អនឹងទទួលបានជីគ្រប់គ្រាន់ផងដែរបាទ